រៀបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់តបចាប់ហួយតូចរបស់នាងខ្ញុំចាអីវ៉ាន់នៅរៀងច្រើនជាមួយនឹងបងប្អូនកាលខ្ញុំអត់ទាន់បើកលក់ចាប់ហួយខ្ញុំឃើញម៉ាតច្រើនអញ្ចឹងនិយាយថាឥឡូវសបោម៉ាតអញ្ចឹងនៅបើកចាប់ហួយទៅអីទេបងប្អូនណាធ្លាប់គិតដូចខ្ញុំចាតែជាក់ស្ដែងបងប្អូនចាប់ហួយនៅតែសំខាន់នៅតាមភូមិស្រុកយើងនៅតែរកបាននៅតែលក់បានចឹងបងប្អូនជារៀងរាល់ថ្ងៃឥឡូវដល់រដូវខែធ្វើស្រែវិញរៀងគ្រាន់ជាមួយបងប្អូនវីដេអូមុនខ្ញុំផុសថាលក់អត់សូវបានបងប្អូនដោយសារយើងខែភ្លៀងផងអីផងឥឡូវដល់ខែធ្វើស្រែអញ្ចឹងត្រូវការចាភេសជ្ជៈអីចឹងទឹកសុទ្ធទឹកអីលក់ដាច់បងប្អូនយើងធ្វើម្ហូបធ្វើអីច្រើនប្រេងឆាប្រេងអីលក់ដាច់តែបងប្អូនចាហើយបើអ្នកដែលថាគិតដូចខ្ញុំអញ្ចឹងថាម៉ាតមានច្រើនអីចឹងនឹងបើចាប់ហួយទៅអីឥឡូវសបោម៉ាតអីចឹងបងប្អូនហើយចាប់ហួយនៅតាមភូមិស្រុកតែសំខាន់បងប្អូននៅតែលក់ដាច់ចាថាទោះបីជាបានតិចបានច្រើនដូចខ្ញុំធ្លាប់និយាយអញ្ចឹងថាឲ្យតែយើងមានគោលការណ៍ច្បាស់គឺយើងលក់បានបងប្អូនអត់ពិបាកទេតែកុំភ្លេចរឿងគោលការណ៍ចាប់ហួយដាច់ខាតគឺរឿងជាពាក់ចាតែជាពាក់គឺអស់ចុះអស់ដើមអត់ដឹងខ្លួនទេហើយអីវ៉ាន់យើងទិញនេះទៅមិនច្រើនណាយើងលក់តាមភូមិដូចខ្ញុំអញ្ចឹងខ្ញុំអត់សូវលក់អីវ៉ាន់ទេបងប្អូនឥឡូវឡើងខ្លះអីវ៉ាន់ខ្លះឡើងមកមុខមកកេះអញ្ចឹងទៅបើពីមុនវិញយកមកយូរពីយូរមកលក់អត់យកច្រើនទេបងប្អូនតម្លៃតែដោយសារតែម៉ូខ្ញុំនៅណាគឺទោះបីយើងទិញតិចក៏គាត់តម្លៃដុំឲ្យអញ្ចឹងបងប្អូនជាយាមរកដោយពោដែលគាត់ដាក់តម្លៃដុំឲ្យយើងបងប្អូនចាគាត់ចែកតម្លៃយើងដូចទៅដល់គោអីចឹងខ្ញុំទិញមកម្ដងកន្លះកែអីទេបងប្អូនអត់ទិញច្រើនទេសាប៊ូអីចឹង2 3ដបទេដោយសារយើងលក់ទូចតូបយើងតូចចឹងបងប្អូនចាសម្រាប់អ្នកដែលចង់បើកអាចបើកបានបងប្អូនចាប់ហួយអត់ពិបាកទេអាចឆែកមើលក្នុងវីដេអូរបស់ខ្ញុំផុសបដាបងប្អូនដោយសារតែខ្ញុំមានវីដេអូច្រើនដែរខ្ញុំរៀបរាប់មកបងប្អូនអត់មានអីទេបងប្អូនលក់បានចាអរគុណច្រើនបងប្អូនសម្រាប់អ្នកតាមដានវីដេអូចា